2 0នេះក៏បានយើងចុច ai 8ចា ai 8នេះអាចចែកនេះក៏បានប៉ុន្តែនេះខ្ញុំសរសេរសម្រាប់ HMI ទេខ្ញុំមិនទាន់អាចខ្វល់ពី HMI ខ្ញុំខ្វល់តែអាចមកបន្ថតលើនេះបានយល់អត់អញ្ចឹងបើពេលដែលយើងសរសេរធម្មតាអញ្ចឹងថ្ងៃមុនយើងសរសេរកូដបន្តិចទេត្រូវអត់ដើរដូចគ្នាតែនេះគ្រាន់តែយើងសរសេរកូដជាមួយនឹង HMI ព្រោះយើងតិចទៀតយើងត្រូវការបញ្ជាជាមួយនឹងទាំង HMI ណាអញ្ចឹងអនឡាញ focus តែនេះបានហើយទី1គឺហេតុអីបានយើងត្រូវការខ្ញុំបញ្យល់នេះដែរច្រើនដងប៉ុន្តែសារគ្នាអត់សូវយល់អញ្ចឹងនេះទី1វាជាឆ្នោតអីគេនេះលើនេះឆ្នោតអីឆ្នោត N អញ្ចឹងវាតជាអីតជាសេរីអញ្ចឹងមានថាមានអានេះនិងមានអានេះទៅ system របស់យើងដែរយល់អត់អញ្ចឹងហេតុអីមកយើងត្រូវការ latching មកបន្តខាងក្រោមនេះយើងមិនតាន់អាចខ្វល់ពីនេះអានេះសម្រាប់ HMI ឥឡូវយើងខ្វល់ពីនេះហេតុអីបានយើងត្រូវការ latching មកបន្តនេះអានេះកុំតាន់អាចខ្វល់វាខ្វល់តែ M 2.0 នេះបានហេតុអីបានយើងត្រូវការវាដើម្បីពេលយើងដកដៃទៅវានៅទីវា latching វាសារតែវាជា push boot តោះឥឡូវខ្ញុំសាច់ខ្ញុំចុចឲ្យមើលញ៉ែខ្ញុំចុចគ្រប់អានេះជាប់ទៅអត់តែពេលខ្ញុំលេងដែរនេះដាច់បើប៉ុន្តែនេះវាជាប់ដោយសារតែវាមានអីគេឆ្លាញ់ latching អញ្ចឹងបន្តមកទៀតអានេះវាមិនភ្លើងពណ៌អីគេពណ៌ green តែ lamp របស់យើងពណ៌អីគេនេះពណ៌ក្រហមអញ្ចឹងមានថាយើងសរសេរគេយើងសរសេរអានេះយើងកុំខ្វល់ពីអាពីរនេះយើងខ្វល់តែនេះបានហើយអញ្ចឹងកន្លែងនេះការឯងសរសេរឲ្យមានតែ M2.0 ទេយើងអត់មានអូតូទេប៉ុន្តែនេះគេការពារខ្លាចយើងអត់កាច់មកអូតូយល់អត់អញ្ចឹងនៅពេលដែលយើងកាច់មកអូតូទៅឲ្យ lamp របស់យើងនេះមិនភ្លឺប៉ុន្តែហេតុអីកន្លែងនេះបានគេសេ VGNC ដោយសារតែយើងអត់ទាន់ភ្ជាប់ឲ្យលើនេះទេអញ្ចឹងឲ្យវាជាប់អូតូបន្តិចនេះអាហ្នឹងគ្រាន់តែចាក់ភ្លើងចូលដូចខ្ញុំពូបកហំភ្លឺមកយល់អត់តែនៅពេលដែលអញចុចនេះមិនចុចអានេះ VGN នេះគេនេះអានេះអញ្ចឹងនៅពេលចុចវាមិនវិញវាដាច់វិញទៅអត់ហើយវាទៅជានេះវិញទៅជាភ្លឺវិញទៅវាឆ្លាស់ហ៎ណាតែពេលខ្ញុំចុចអានេះវិញមិនចុចអានេះវិញទៅមិនហេតុអីបានអាក្រុមពីបន្ទាត់នេះវាអត់មានទៅសេតាក់តងអានេះទេតាក់តង stop នេះអាយ 0.2 នេះតែហេតុអីបាននេះដាច់ហេតុអីបាននេះដាច់ហេតុអីបានអំពូល green របស់យើងនេះដាច់ដោយសារតែវាដាច់មកពីលើនេះញ៉េដោយសារតែយើងផ្ដាច់ break នៅលើនេះអាយមែននេះចូលនេះ2យើង break នៅលើនេះអំរបស់យើងមិនដាច់ចាប្រភពរបស់អានេះវាមិនដាច់ដែរដល់ពេលអានេះដាច់មានន័យថាម៉េចដល់ពេល under របស់យើងដាច់មានន័យថាម៉េចទៅជាអានេះវិញមិនវិញជាប់វិញឃើញយល់ណាមកត3គ្រាប់នេះយល់ណាអ្នកផ្សេងយល់អត់ហេតមកទៀតអានេះយើងមិននិយាយពីវាទេគេនិយាយអំពីគេនេះពូលបអីខៀវអញ្ចឹងយើងអត់ទាន់និយាយពីវាទេយើងនិយាយទៅធ្វើម៉េចឲ្យអីគេ system របស់យើងនេះដាណាចុះកន្លែងនេះវិញកន្លែងនេះវិញកន្លែងនេះវិញស្អីគេឡើយបើយើងមើលកូដមកបន្តិចនេះយើងមើលទៅមានតែម៉េចស្អីគេស្ដាប់អាឡាមអញ្ចឹងកន្លែងគឺយើងអត់ទាន់គិតដែរក្នុង flow chart របស់យើងអត់ទាន់មានអាឡាមនេះទេយល់អត់អញ្ចឹងនៅពេលដែល cylinder នឹងវា error គេឲ្យវាមានអាឡាមចឹងវាធ្វើឲ្យមានពូពណ៌លាវតោះឥឡូវចូលដល់ control meter ព្រោះកន្លែងពូពណ៌លាវនេះក៏យើងក្នុង flow chart របស់យើងក៏អត់មានដែរតោះឥឡូវយើងចូលដល់ control meter នេះ control meter ហេតុអីបានវាដើរឡើងទៅដោយសារតែគេអំរបស់0.2របស់យើងជាអីជា start ប៊ូតុងយល់អត់ចាឥឡូវខ្ញុំហាយកន្លែងណាដែលអត់នេះមកកុំឲ្យវាពិបាកទេហើយនេះយើងទុកប៉ុណ្ណឹងសិនចូលទៅដល់អីគេប្រសិនបើករណីនេះអត់មានអីគេអត់មាន object មានរឿងអីកើតឡើងអត់មាន object មានរឿងអីកើតឡើងតើយើងទៅដល់រមកកូដហ្នឹងណាថាមក15សេកាន no 30